ស្សនាកិច្ចសម្ភារដាច់មុខរវាងខ្ញុំបាទឌួងសុខានិងអាដាមឧត្តមស្នេហ៍អាយជុននរិនដូចតទៅបាទជំរាបសួរអាដាមបានណាបាទសូមអរគុណអាដាមបានដែលបានផ្ដល់កិច្ចសម្ភារអនុញ្ញាតផ្ដល់កិច្ចសម្ភារដល់ស្ថានីយ៍ទូរទស្សន៍បាទអាដាមអាចជម្រាបបានទេថាតើមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញនឹងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅរាជធានីភ្នំពេញនឹងបាទនឹងអាចថាធ្វើឡើងយ៉ាងដូចម្តេចហើយនៅទីតាំងណាខ្លះចាប់ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានដែរហើយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញនឹងគឺមានចំនួនប្រមាណនៅពេលដែលយើងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី1ខែកញ្ញាឆ្នាំ2026នេះបាទសូមថ្លែងអរគុណដល់ជាជើលោកឌួងសុខាបាទដោយមានការចាត់ឲ្យខ្ញុំបាទតំណាងពីអាដាមនេះអាដាមស្នេហ៍អគ្គស្នងការនគរបាលជាតិឲ្យខ្ញុំផ្ដល់នៅបទសម្ភាសន៍អំពីកិច្ចការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយើងនេះហើយជំរាបជូនដែរគឺថាយើងមិនត្រឹមតែយើងអាចទើបតែនឹងចាប់ផ្ដើមអនុវត្តហើយនឹងរឹតបន្តឹងទេគឺថាដោយសារប្រសាសន៍លោកលើកពីដើមមកអញ្ចឹងដោយសារមានវិបត្តិពីមជ្ឈមបូព៌ាផងវិបត្តិពិភពលោកផងមួយចំនួនធ្វើឲ្យយើងមានការផ្អាកបដោះសន្ននៅការរឹតបន្តឹងច្បាប់ផាកពិន័យនេះជាកិច្ចការងារមួយហើយអនុវត្តវិធានការរបស់ស្នងការនគរបាលរាជធានីភ្នំពេញក៏ដូចជានគរបាលចរាចរណ៍ទូទាំងប្រទេសដែរគឺយើងអនុវត្តវិធានការ3ព្រមគ្នាអញ្ចឹងទេគឺយើងអនុវត្តវិធានការអប់រំផ្សព្វផ្សាយហើយនឹងវិធានការជំនាញជាពិសេសវិធានការច្បាប់ហើយក្នុងនេះដែរគឺយើងសូមរំលឹកអំពីឆ្នាំ2025និង2026បើយើងនិយាយអំពីសន្ទុះនៃការកំណើនគ្រោះថ្នាក់ចរាចរណ៍នេះគឺយើងមានការព្រួយបារម្ភខ្លាំងអំពីការគ្រោះថ្នាក់កើនឡើងអំពីឆមាសទី1នៅឆ្នាំ2026នេះគឺយើងប្រៀបធៀបទៅឆមាសទី1នៅដើមឆ្នាំ2025នេះមានកំណើនកើនខ្ពស់ទាំងសភាពការកើតឡើងខ្ពស់ទាំងអត្រាស្លាប់និងរបួសធ្ងន់និងស្រាលហើយនឹងខូចខាតទ្រព្យសម្បត្តិមធ្យោបាយគ្រប់ប្រភេទនេះជាកិច្ចការងារមួយព្រួយបារម្ភហើយខ្ញុំគឺថាមានការគិតហើយនឹងរមមធ្យោបាយដើម្បីធ្វើការណែនាំអប់រំដល់អ្នកប្រើប្រាស់ផ្លូវយើងគិតថាកិច្ចការងារនេះគឺយើងមានយកចិត្តទុកដាក់អប់រំជាចម្បងតែអ្វីដែលយើងយកចិត្តសាស្ត្រធ្វើការអប់រំទូមានគ្រប់កលៈទេសៈនេះគឺយើងមិនអាចកាត់បន្ថយបានអត្រាគ្រោះថ្នាក់នេះហើយយើងគិតថាក្នុងឆមាសទី1ទូទាំងប្រទេសដែលយើងទទួលបានសុខភាពការក្នុងទិន្នន័យជាក់លាក់នេះគឺគ្រោះ6ខែដើមឆ្នាំនេះគ្រោះថ្នាក់1200លើកបាទហើយបណ្ដាឲ្យបាត់បង់នឹងអត្រាស្លាប់ភ្លាមនេះ700អ្នកជាងហ្នឹងយើងអត់និយាយលេខមូលទេហើយរបួសធ្ងន់នឹងស្រាលចូល1000អ្នកជាងហើយនេះគឺជាអត្រាគ្រោះថ្នាក់ធ្ងន់ធ្ងរបាទហើយបើយើងប្រៀបធៀបទៅឆមាសទី1នៅដើមឆ្នាំ2026នេះប្រៀបធៀបទៅនឹងឆមាសទី2នៅឆ្នាំ2025នេះគឺទិន្នន័យហើយនឹងការវិវត្តសភាពការនិងគ្រោះថ្នាក់និងកំណើនគឺស្មើគ្នានៅក្នុងរាជធានីភ្នំពេញគ្រាន់តែកំណើនគ្រោះថ្នាក់ចរាចរណ៍នៅឆមាសទី1នេះវាមាន400លើកជាងហើយអត្រាស្លាប់នេះគួរឲ្យពិបាកទទួលយកគឺថា140អ្នកជាងហើយរបួសធ្ងន់និងស្រាលនេះច្រើនបាទច្រើនចូលគួរឲ្យកត់សម្គាល់គឺថាកើនទាំងគ្រោះថ្នាក់កើនទាំងអ្នកស្លាប់កើនទាំងអ្នករបួសធ្ងន់កើនទាំងអ្នករបួសស្រាលកំណើនកើនទាំងខូចខាតទ្រព្យសម្បត្តិជាមធ្យោបាយតូចធំនេះទៀតនេះគឺជាការព្រួយបារម្ភហើយកិច្ចការងារនេះគឺស្នងការនគរបាលរាជធានីភ្នំពេញបានត្រៀមហើយបាទត្រៀមលក្ខណៈហើយដើម្បីអនុវត្តទៅតាមគោលការណ៍បន្តទៀតតែបច្ចុប្បន្ននេះក៏យើងនៅតែធ្វើរដ្ឋបន្តឹងធ្វើកិច្ចការងារអប់រំទៅតាមដងផ្លូវដូចជារថយន្តធំចេញចូលខុសម៉ោងក៏យើងរឹតបន្តឹងហើយនឹងការដឹកសម្ភារពងនិងរៀបចំដាប់ធ្នាប់ហើយនឹងធ្វើការណែនាំការប្រព្រឹត្តនៅល្មើសច្បាប់ចរាចរណ៍ហើយក្នុងកិច្ចការងារនៅដើមខែកញ្ញានេះយើងមិនមានអីដែលធ្វើឬមួយត្រៀមទេគោលដៅរបស់យើងដែលអប់រំរំដោះមធ្យោបាយនិងភាពកកស្ទះនេះគោលដៅរបស់យើងជាង
ទីតាំងស្រាប់ហើយនៅក្នុងរាជធានីភ្នំពេញនេះបាទអញ្ចឹងយើងអត់មានທາງដល់ពេលរឹតបន្តឹងបានយើងបង្កើនគោលដៅឬមួយយើងមករឹតបន្តឹងហើយយើងបន្ថយគោលដៅអត់ទេបើមិនជាយើងធ្វើបែបនេះភាពកកស្ទះហើយនឹងការគ្រោះថ្នាក់ចរាចរណ៍កាន់តែកើនឡើងនេះជាកិច្ចការងារមួយជំរាបជូនទស្សនជននិងមហាជនជ្រាបជាគោលការណ៍ដែលស្នងការនគរបាលរាជភ្នំពេញបានត្រៀមលក្ខណៈរួចហើយអំពីទាំងពីវិន័យទាំងពីអនុវត្តនៅវិធានការជំនាញនិងការរឹតបន្តឹងទៅតាមគោលការណ៍ច្បាប់ដើម្បីធានាយ៉ាងណាធ្វើម៉េចឆមាសទី2ដើមឆ្នាំ2026នេះឲ្យមានអត្រាកាត់បន្ថយនិងតាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវបាទអាដាមអាចបញ្ជាក់បន្តិចបានទេថាតើនៅក្នុងករណីបែបណាដែលនឹងមានការគ្រាន់តែអប់រំណែនាំហើយករណីបែបណានឹងធ្វើការផាកពិន័យឧបមាថាសម្រាប់អ្នកបើកបរម៉ូតូគាត់មិនមានដាក់កញ្ចក់មិនមានពាក់មួកសុវត្ថិភាពឬក៏បើកមិនគោរពភ្លើងសញ្ញាចរាចរណ៍ជាដើមណាបាទហើយសម្រាប់អ្នកបើកបររថយន្តវិញអាចថាក្នុងករណីណាដែលមានការផាកពិន័យករណីណាដែលគ្រាន់តែអប់រំណែនាំឲ្យគាត់បន្តដំណើរទៅមុខបាទយើងមានស្រាប់ហើយអនុក្រឹត្យ39នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកយើងអត់ទាន់អាសានវ៉ាទេតែអ្វីដែលយើងនឹងអនុវត្តនៅដើមខែកញ្ញានេះត្រូវតែមានការរៀបចំដឹកនាំប្រជុំជាពិសេសមានគោលការណ៍ដឹកនាំដល់ខ្ពង់ខ្ពស់ពីអាដាមនាយឧត្តមសេនីយ៍អគ្គស្នងការគរបាលជាតិដើម្បីការចុះរឹតបន្តឹងនេះធានាឲ្យមានគុណភាពប្រសិទ្ធភាពហើយនឹងការអត្រាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដូច្នេះអ្វីដែលមាននៅក្នុងមាត្រានៅក្នុងអនុក្រឹត្យ39នេះគឺបានចែងឲ្យគ្រប់កម្រិតតែអ្វីដែលដោយប្រសាសន៍លោកឌូសុខាសួរមកនេះគឺថាមានគោលការណ៍របស់លោកនាយអគ្គស្នងការគរបាលជាតិតែយើងត្រូវតែអប់រំកម្រិតណាបាទល្មើសតូចតាចដែលมันមានហានិភ័យប៉ះពាល់ដល់អាយុជីវិតខ្លួនឯងឬមួយអ្នកដទៃនេះគឺលោកកំពុងតែគិតដើម្បីកាត់ចែងហើយធ្វើការអប់រំទី2អ្វីដែលធ្វើការផាកពិន័យហើយនឹងធ្វើការដកហូតនៅបន្ទុកបានបើកបរបន្ទុកនេះគឺជាសំខាន់នៅក្នុងតំបន់ក៏ដូចជាពិភពលោកដែរការដកបន្ទុកហើយនឹងការកំណត់ដកហូតបានបើកបរនេះគឺជាដូចផ្ដាច់អាជីពបុគ្គលដែលប្រើប្រាស់ផ្លូវថ្នល់ដូច្នេះនេះជាការអនុវត្តច្បាប់នេះគឺយើងនឹងរងចាំទទួលនៅការណែនាំដល់ខ្ពង់ខ្ពស់ឆាប់នេះពីអាដាមនាយឧត្តមសេនីយ៍អគ្គស្នងការគរបាលជាតិបាទអាដាមចំណុចមួយទៀតគឺតកតងនៅពេលដែលចាប់ផ្ដើមការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះឡើងវិញនេះក៏មានមតិខ្លះគាត់លើកឡើងហើយនឹងបារម្ភថាអាចថាជាឱកាសមួយធ្វើឲ្យមានន័យថាខ្លាយទៅជាមុខរបរអញ្ចឹងគាត់បារម្ភថាការរឹតបន្តឹងនេះគឺចាប់ផាកពិន័យនឹងយកធ្វើជាមុខរបរគ្រាន់តែចាប់យកលុយយកអីចឹងណាបាទអាដាមយល់ឃើញយ៉ាងណាចំពោះការលើកឡើងនេះបាទខ្ញុំទទួលយកទាំងអស់អ្វីដែលជាចំណុចអវិជ្ជមានដើម្បីយើងទទួលស្គាល់ថាចំណុចខ្វះខាតរបស់យើងកម្រិតណាហើយរយៈពេលប្រហែលជាង7-3ឆ្នាំនេះគឺយើងបានធ្វើការងាររឹតបន្តឹងនិងការអប់រំនិងដាក់ពិន័យរឿងនឹងអនុវត្តទៅតាមគោលការណ៍វិន័យរបស់នគរបាលជាតិកម្ពុជាគឺយើងមុនអនុវត្តទៅទលំទលាយគឺយើងបោះសម្បត្តិនៅក្នុងផ្ទះយើងត្រូវពង្រឹងតួនាទីភារកិច្ចរបស់នគរបាលយើងឲ្យសមស្របនឹងអ្នកអនុវត្តច្បាប់ទៅតាមដងផ្លូវដូច្នេះយើងត្រូវចាំថាការអនុវត្តច្បាប់នេះមិនសំដៅទៅលើការចង់បានផលប្រយោជន៍នេះទេគឺអ្វីដែលព្រួយបារម្ភបំផុតដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍កើតឡើងទៅលើតាមដងផ្លូវគឺជាកិច្ចការងារមួយដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាយើងជាពិសេសក្នុងនាមការគិតគូរពីប្រមុខរដ្ឋាភិបាលហើយកិច្ចការងារនេះគឺជម្រាបជូនថាយើងមិនមានអ្វីដែលស្រើបស្រាលនៅក្នុងការរឹតបន្តឹងដើម្បីផាកឲ្យបានចំណូលច្រើនពីបងប្អូនជីវរដ្ឋទេយើងធ្វើដើម្បីឲ្យបងប្អូនជីវរដ្ឋអ្នកប្រើប្រាស់ផ្លូវគោរពច្បាប់អញ្ចឹងបងប្អូនការប្រើប្រាស់ផ្លូវគឺម្នាក់គោរពច្បាប់ខ្លួនឯងគឺម្នាក់គឺគោរពច្បាប់ការពារអាយុជីវិតខ្លួនឯងផងការពារទ្រព្យសម្បត្តិខ្លួនឯងផងការពារទ្រព្យសម្បត្តិអ្នកដទៃនិងសាធារណៈផងហើយនឹងអាយុជីវិតអ្នកដទៃផងនេះជាកិច្ចការងារមួយដែលប្រមុខរដ្ឋាភិបាលជាពិសេសក្រសួងមហាផ្ទៃយកចិត្តទុកដាក់ការងារនេះខ្ញុំសូមជម្រាបជូនមហាជនជ្រាបថា
นโกบ้ามีนวินัยโดยเฉพาะบ่យើងในអានវត្តច្បាប់យើងមិនសម្អាតខ្លួនឯងហើយយើងទៅចង្អុលបង្ហាញណែនាំអ្នកដទៃឲ្យអនុវត្តច្បាប់គឺมันមានប្រសិទ្ធភាពទេដូច្នេះការងារយើងមិនអាចយកបរិមាណមកអនុវត្តទេគឺយើងចង់បានគុណភាពអញ្ចឹងអ្វីដែលយើងចាប់ផ្ដើមត្រៀមលក្ខណៈនេះគឺដើម្បីការពារអាយុជីវិតហើយនឹងរៀបចំសម្ដាប់ធ្នាប់ប្រទេសកម្ពុជាឲ្យបានល្អប្រសើរដូចប្រទេសនៅក្នុងតំបន់និងទៅលើសកលលោកខ្ញុំចង់បានការអនុវត្តច្បាប់ឲ្យបានព្រមគ្នាគឺដើម្បីផលប្រយោជន៍រួមមិនមែនដើម្បីផលប្រយោជន៍បុគ្គលណាមួយទេហើយខ្ញុំមិនចង់បានអ្វីដែលនគរបាលអនុវត្តច្បាប់ផាកវិន័យបានច្រើនទេគឺខ្ញុំចង់បានការកាត់បន្ថយភាពបាត់បង់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ឯកជននិងសាធារណៈនេះគឺជាការចង់បានរបស់គោលបាលយើងខ្ញុំបាទអាដាមរហូតមកដល់បច្ចុប្បន្ននេះក៏នៅតែមានប្រជាពលរដ្ឋគាត់នៅតែបន្តលើកឡើងថាឃើញមានករណីច្រើនដែលអ្នកបើកបររថយន្តគាត់បើកបរធ្វើប្រហែលឲ្យបណ្ដាលឲ្យមានអ្នករបួសមានអ្នកបាត់បង់ជីវិតនៅតាមដងផ្លូវហើយអ្នកបើកបរទាំងនោះគាត់មិនបានឈប់ដើម្បីដោះស្រាយទេគឺគាត់រត់កិច្ចពីកន្លែងកើតហេតុនៅពេលដែលមានជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់តើនៅពេលដែលនគរបាលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញនឹងចាប់រឹតបន្តឹងការអនុវត្តនេះតើនឹងមានវិធានការអ្វីបន្តទៀតបាទចំពោះអ្នកដែលគាត់បើកបរបណ្ដាលឲ្យមានអ្នករងរបួសឬក៏ស្លាប់ហើយកិច្ចចេញពីទីតាំងកើតហេតុដោយមិនដោះស្រាយណាបាទហើយអាដាមអាចថាមានសារអ្វីទៅកាន់ពួកគាត់បាទសូមថ្លែងអរគុណជាច្រើនពីសំណួររបស់លោកឌូសុខានេះគឺជាបញ្ហានៅក្នុងសង្គមយើងដែលច្រើនតែប្រើប្រាស់នៅលើបណ្ដាញហើយខ្ញុំសូមជម្រាបជូនដល់បងប្អូនជាពលរដ្ឋនិងមហាជនទូទៅជ្រាបថាការអនុវត្តច្បាប់គឺយើងអនុវត្តឲ្យបានស្មើគ្នាដោយមិនមាននិន្នាការប្រកាន់ពូជសាសន៍ពណ៌សម្បុរអ្នកមានអ្នកក្រអ្នកធំអ្នកតូចទេច្បាប់គឺច្បាប់ហើយទី2ការប្រើប្រាស់មធ្យោបាយបង្កគ្រោះថ្នាក់ចរាចរណ៍គឺយើងពិនិត្យបច្ចុប្បន្ននេះគឺខ្ញុំបានដឹកនាំទៅលើជំនាញបាទជាប្រចាំនេះគឺយើងអនុវត្ត3ក្នុងការគ្រោះថ្នាក់ចរាចរណ៍ទី1ការបើកបរខ្ជិះជាធ្វេសបណ្ដាឲ្យគ្រោះថ្នាក់ទៅលើអ្នកដទៃទី2ប្រើប្រាស់សារធាតុស្វឹងទី3ការប្រើប្រាស់សារធាតុហាមឃាត់ដូចជាសារធាតុញៀនថាជាតិអីនេះគឺយើងនឹងចងក្រងហើយនឹងធ្វើការងារដាក់បន្ទុកឲ្យខុសគ្នាបាទអ្វីដែលសុទ្ធតែខុសច្បាប់អាហ្វេសតាផេសខ្ជិះជានេះច្បាប់មួយហើយទី2នេះការបើកបរដោយផ្ទុកដល់សារធាតុស្វឹងនេះគឺជាច្បាប់ហាមឃាត់មួយហើយបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដទៃទៀតនេះគឺជាស្ថានភាពទោសផលវាមួយហើយនេះជាកិច្ចការងារមួយដែលយើងធ្វើជាសំណុំរឿងដើម្បីចាត់បញ្ជូនទៅអាយកាសាលាអមសាលាដំបងរាជធានីខេត្តហើយចំណុចការបុកការប៉ះហើយរត់គេចខ្លួននេះគឺជាអំពើមិនទទួលខុសត្រូវទៅលើការប្រព្រឹត្តរបស់ខ្លួនដោយមានប្រសាសន៍ដ៏ពងពោះពីអាដាមឧបនាយករដ្ឋមន្ត្រីកើតរួចហើយបាទអាការបុកការប៉ះនេះគឺថាมันអាចទទួលយកបានទេហើយកិច្ចការងារនេះជាស្ថានទម្ងន់ទោសសម្រាប់អាយកាសាលាដំបងរាជធានីខេត្តនេះដាក់ទៅលើការចោទប្រកាន់ហើយអ្វីដែលជានគរបាលយុតិធធគោលបាលជំនាញរបស់ចរាចរណ៍យើងការរត់បុករត់ប៉ះនេះគឺយើងមិនដែលទុកចោលទេទី1គឺយើងបានស្វះស្វែងរំដោះជនរងគ្រោះមួយសិនតើគាត់របួសធ្ងន់ស្រាលឬមិនដើម្បីយកទៅព្យាបាលទី2ចាត់ចែងក្នុងការស្វែងរកជនសង្ស័យដែលប្រព្រឹត្តបទល្មើសដែលរត់គេចខ្លួនទី3យើងត្រូវប្រម៉ែប្រមូលនៅផុសតាងហើយនឹងវត្ថុតាងផ្សេងដើម្បីបង្កសំណុំរឿងបញ្ជូនទៅស្ថាប័នច្បាប់ដើម្បីយើងសូមដីកាដើម្បីស្វែងរកចាប់ខ្លួននេះជាកិច្ចការងារជាកាតព្វកិច្ចរបស់អ្នកអនុវត្តច្បាប់ជាពិសេសរឿងគោលបាលយើងតែម្ដងបាទនៅមានករណីមួយទៀតដែរអាដាមនៅក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញនេះនៅពេលដែលចាប់ផ្ដើមអនុវត្តឃើញថាក៏នៅមានប្រជាពលរដ្ឋនៅលើបណ្ដាញសង្គមនឹងគាត់លើកឡើងគាត់លើកជាសំណួរថាករណីខ្លះមានការវាយខ្នោះទៅលើមានន័យថាទៅលើអាចថាជាជនសង្ស័យហើយករណីខ្លះហ្នឹងមិនមានការវាយខ្នោះទៅលើជនសង្ស័យទេអាដាមអាចបញ្យល់ពីចំណុចនេះបានទេបាទតើអាចថាវាមានស្ថានភាពខុសគ្នាដូចម្ដេចទេបាទ
បាទសូមថ្លែងអំណរគុណជាជ្រៅយើងបានទទួលនឹងមើលឃើញហើយនឹងប្រតិកម្មជាទូទៅហើយអញ្ចឹងគឺខ្ញុំសូមជម្រាបជូនមហាជនជូនជ្រាបថាអ្វីទៅដែលហៅថាបទល្មើសជាក់ស្ដែងហើយអ្វីទៅដែលបទល្មើសជាក់ស្ដែងហ្នឹងបកឡើងដោយជនសង្ស័យហិង្សាហានិភ័យខ្ពស់ក្នុងការធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិឬមួយអាយុជីវិតអ្នកដទៃអញ្ចឹងទេគឺការបំពាក់ខ្នោះទៅលើជនសង្ស័យទី1ប្រសិនបើជនសង្ស័យប្រព្រឹត្តបទល្មើសគាត់តវ៉ាជាយាមរត់គេចខ្លួនឬមួយតដៃទៅលើសមាជិកឬមួយបងប្អូនជាបរិវត្តនេះគឺជាកាតព្វកិច្ចដែលយើងមិនបាច់ជានគរបាលទេបទល្មើសជាក់ស្ដែងនេះគឺថាបងប្អូនជាបរិវត្តគឺគាត់អាចខាត់ចាប់ហើយនឹងឃាខាំងឬមួយចងឬមួយអីបានតែភ្លាមតែប្រកល់ឲ្យសមាជិកនេះជាកិច្ចការងារមួយដែលជាបទល្មើសជាក់ស្ដែងតែទី2ហេតុអីបានថាមិនទាន់ឃើញបំពាក់ខ្នោះវាអីដោយសារទី1គាត់ទទួលខុសត្រូវថាឧទាហរណ៍មិនមែនថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដល់អាធំសុទ្ធសាធទេពេលខ្លះអាធំវាត្រឹមត្រូវហើយអាតូចមកបង្កប៉ះអាធំដោយខុសនៅច្បាប់ចរាចរណ៍នេះបណ្ដាលឲ្យរបួសធ្ងន់ឬស្លាប់អញ្ចឹងទេគាត់អត់ចាក់ចេញទៅណាទេគាត់នៅទទួលខុសត្រូវនៅហ្នឹងហើយប្រជាពលរដ្ឋនិងសមាជិកយើងទៅដល់យើងគាត់ប្រគល់ខ្លួនហើយគាត់ឲ្យយើងនឹងធ្វើការទៅតាមនីតិវិធីដូច្នេះយើងគិតថាយើងជាសិលធម៌របស់នគរបាលទោះតែយើងអ្នកអនុវត្តច្បាប់មែនច្បាប់ជាអំណាចផ្ដាច់ការតែអ្វីដែលអ្នកអនុវត្តច្បាប់ត្រូវមានសិលធម៌គុណធម៌ក្រមសិលធម៌វិជ្ជាជីវៈអញ្ចឹងទេអ្វីដែលគាត់មិនទៅណាគាត់នៅទទួលខុសត្រូវដើម្បីឲ្យដឹងថាខុសត្រូវយ៉ាងណានោះនេះជាកិច្ចការងារមួយយើងមិនអាចទៅមើលឃើញស្ថានភាពតែតតែដាក់ខ្នោះវាយខ្នោះបានពេញចិត្តមិនទេអ្វីដែលចង់បានពីសមាជិកទី1បើសិនជាមានបញ្ហាកើតឡើងត្រូវតែខាត់ចាប់ជនសង្ស័យឲ្យបានឲ្យមកទទួលទោសហើយអនុវត្តទោសឲ្យបានទៅតាមគោលការណ៍ច្បាប់ដែលបានកំណត់នេះជាបញ្ហាចម្បងរបស់នគរបាលយុតិធធម៌ការវាយខ្នោះមិនវាយខ្នោះនេះសំខាន់បំផុតទៅលើជាក់ស្ដែងនៅកន្លែងកើតហេតុដែលនគរបាលយុតិធធម៌ត្រូវតែដាច់ខាតត្រូវតែវាយខ្នោះរបៀបម៉េចបាទនេះគឺសូមជម្រាបជូនបងប្អូនមហាជននិងប្រជាពលរដ្ឋសូមជូនជ្រាបថាពេលខ្លះខ្ញុំបើកវងកញ្ចក់តិចគេថាបទល្មើសដូចគ្នាតែដូចស្តង់ដារ2 3បាទនេះគឺអ្វីក៏ដោយគឺសមាជិកយើងខ្ញុំទទួលយកទាំងអស់រិះគន់ដោយស្ថាបនារិះគន់ដោយមិនស្ថាបនាក្តីតែពួកយើងខ្ញុំទទួលយកទាំងអស់ព្រោះយើងនេះអនុវត្តច្បាប់សំខាន់បំផុតរយុត្តិធម៌ជូនបងប្អូនជាប្រវត្តិដែលរងគ្រោះនៅអំពើដែលជនសង្ស័យប្រព្រឹត្តទៅលើខ្លួននេះគឺជាកត្តាចម្បងរបស់នគរបាលទី2ចង់ឲ្យអ្នកដែលប្រព្រឹត្តបទល្មើសជាជនសង្ស័យទៅប្រឈមមុខនឹងផ្លូវច្បាប់តាមការកំណត់របស់ច្បាប់កម្ពុជានេះជាគោលម្ដងរបស់នគរបាលយើងខ្ញុំឃើញខ្ញុំមិនដែលបកស្រាយទេគឺថាខ្ញុំទទួលយកទាំងអស់ទាំងការរិះគន់ល្អហើយរិះគន់ខ្លះដោយគ្រាន់តែឃើញហើយស្រែកតាមតគ្នាគឺថាយើងយកមកអ្វីដែលយើងខ្វះខាតយើងកែលម្អអ្វីដែលលើសលួសយើងបោះចោលទៅព្រោះយើងជាអ្នកអនុវត្តច្បាប់ហើយបាទនេះខ្ញុំសូមជម្រាបបាទសូមអរគុណអាដាមដោយសារតែពេលវេលានៃកិច្ចសម្ភារមានកំណត់ដូច្នេះខ្ញុំសូមបញ្ចប់កិច្ចសម្ភារហើយសូមគោរពអរគុណអាដាមដែលបានផ្ដល់កិច្ចសម្ភារដល់ស្ថានីយទូរទស្សន៍បាទសូមគោរពអរគុណ